và thì bất cứ ai đom anh nộp tiền tìm muối còn mà chặt thằng nhóm chia tầm nang đâm bầy mà kịch hạ vật vật cá cho mùi nâng crom cục bệt mà chặt bỏ mà đáng nữa nàyហើយពេលសកកម្មនេះគឺចុះពីឃុំច័ន្ទមូលណាទីតាំងឃុំច័ន្ទមូលពីម្សិលមិញហើយថ្ងៃនេះគឺមកឃុំដាបាទខ្ញុំយល់ថាជាបេសកកម្មមួយល្អដែលអគ្គលេខាធិការបានរៀបចំកម្មវិធីនេះអនុញ្ញាតឲ្យគ្រូពេទ្យស្ម័គ្រចិត្តរបស់បារាំងនេះមកព្យាបាលជូនប្រជាពលរដ្ឋដោយមិនយកកម្រៃចឹងទេសភាពការទាំងអស់ហ្នឹងគឺជាកិច្ចការមួយដែលតាក់ទងទៅនឹងសុខុមាលភាពរបស់ប្រជាពលរដ្ឋផ្ទាល់ហើយអាចថាជាកម្មវិធីមួយបង្កើតនៅសាមគ្គីភាពដ៏ល្អនិងមនុស្សធម៌ពិតប្រាកដហើយផលប្រយោជន៍នេះបានធ្លាក់ទៅដល់ដៃរបស់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាជាបាលទូទៅផងដែរបាទតាមការពិតគឺយើងនៅអគ្គលេខាធិការក៏ដូចជាឯកឧត្តមមនុស្សធានទី1គឺគាត់តែងតែយកចិត្តទុកដាក់ចំពោះការព្យាបាលជំងឺដោយគ្រូពេទ្យស្ម័គ្រចិត្ត2ក្រុមរបស់បារាំងនឹង2ក្រុមទី1នោះក៏បានធ្វើសកម្មភាពដែរប៉ុន្តែគាត់បានយកចិត្តទុកដាក់រៀបចំកម្មវិធីជូនប្រជាពលរដ្ឋយើងនៅក្នុងខេត្តត្បូងឃ្មុំផងនិងខេត្តកំពង់ចាមក្នុងភូមិភាគ2នេះចឹងអរគុណច្រើនណាស់ដំបាត់អរគុណបាទយល់ថាជួយសង្គ្រោះប្រជាជនឲ្យបានជាជំងឺរោគគាព្យាធិទាំងអស់បាទអរគុណដល់ពេទ្យបារាំងដែលមកជួយសង្គ្រោះមនុស្សក្នុងបច្ចុប្បន្ននេះវាជំងឺច្រើនពិបាកឈឺគ្រប់គ្នាខ្ញុំត្រេកអរបានគ្រូពេទ្យបារាំងមកដឹកនាំពិនិត្យសុខភាពប្រជាពលរដ្ឋយើងនឹងឃុំដាយើងទាំងមូលហ្នឹងបាទបានអញ្ចឹងទេឲ្យប្រជាពលរដ្ឋយើងឲ្យមកច្រើនមកកមកពិនិត្យសុខភាពនៅក្នុងដាយើងវងដាយើងបាទចាខ្ញុំសូមអរគុណដល់សម្ដេចហ៊ុនសែនដែលបានគិតគូរដល់សុខភាពដល់ប្រជាពលរដ្ឋទាំងមូល